បាទសួស្តីបងប្អូនទាំងអស់គ្នាយើងមកមើលនេះជាសកម្មភាពបាទដែលក្រុមការងារយើងចាប់ត្រីនៅក្នុងចណ្ដាលត្រីដើម្បីបាទរាប់សំណាក់នៅក្នុងចណ្ដាលត្រីបាទគម្រោងមួយនៅភូមិអីបាទចណ្ដាលស្លែងលេខភូមិនៅព្រៃជ្រូកអញ្ចឹងណាព្រមបន្ទល់ព្រៃជ្រូកហើយនឹងកលាញ់ហ្នឹងនៅឃុំកលាញ់បាទតែជានៅក្នុងចុងវីដេអូឬនៅខាងក្រោម description ខ្ញុំនឹងដាក់ map location បាទយើងចាប់ត្រីដើម្បីរាប់សំណាក់នេះគឺយើងមើលប្រភេទត្រីខ្លះដែលអាចឡើងចណ្ដាលត្រីបានបាទចណ្ដាលត្រីនេះគឺយើងធ្វើដោយគម្រោងរបស់បាទគ្រូអូស្ត្រាលីណាគាត់ធ្វើបាទរាប់សំណាក់មើលត្រីប្រភេទណាទូចប៉ុណ្ណាធំប៉ុណ្ណាដែលអាចឡើងចណ្ដាលនឹងបាននៅរដូវវស្សាហើយលបហ្នឹងអានឹងគេហៅលបយើងមិនដឹងហៅអីហៅលបតែម្ដងលបនេះយើងធ្វើខ្ពស់បាទឲ្យផុតពីចណ្ដាលដើម្បីកុំឲ្យត្រីហ្នឹងអាចមានឱកាសលោតរំលងបានឬក៏យើងត្រូវទប់យ៉ាងណាកុំឲ្យត្រីហ្នឹងវាកិច្ចផុតបាទមកគឺដឹងតែចូលលបតែម្ដងហើយរបៀបធ្វើលបខ្ញុំនឹងបង្ហាញជូននៅពេលក្រោយបាទគេធ្វើយ៉ាងម៉េចហើយប្រឹសយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាទំហំបានអីបានទំហំគឺនិយាយរួមគឺយើងដាក់ធ្វើម៉េចឲ្យពេញចណ្ដាលតែម្ដងហើយដែលមួយយើងដាក់ទប់ឲ្យឈ្នះទឹកទៀតបាទទឹកខែវស្សាយើងដឹងស្រាប់ហូរខ្លាំងមែនទែនបាទកាលណាហូរខ្លាំងយើងប៉ើងលបអញ្ចឹងយើងត្រូវធ្វើវាបានល្អហើយរាប់សំណាក់ហើយយើងមើលប្រភេទត្រីហើយយើងធ្វើជារបាយការណ៍យើងមាន form របាយការណ៍យើងរាយការណ៍ទៅបាទលើតទៀតដើម្បីឲ្យខាងចែកទេសអង្គសញ្ញានឹងគាត់វិភាគដើម្បីកែលម្អចដាលឬក៏យ៉ាងម៉េចបាទគឺជាកពិតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាទខ្ញុំនឹងមានវីដេអូក្រោយទៀតពីសកម្មភាពចាប់សំណាក់ក៏ដូចជាដាក់លបនឹងដែរបាទសូមអរគុណច្រើនបាទเพื่อนเย่การเพื่อนคือเนี่ยมากเลยไม่ถ้าเป็นเพื่อนต้องเป็นไงไม่ได้หรอไป